đằng cơ mua slack đại vì việc bạ cầm chặt láng bà nơi con ông nằm nạ ca sợi đại chi ruột bà đằng bà chừng biệt số bà thằng ngày nay đã chiêm nâng một thời ca đi dạy ông pi đằng cơ mua slack bà đằng cơ mua slack bà mình chung một chỉ biết sang lấy bảo viết cứ live full đà hay đằng cơ mua slack cứ chán cát nè lơ sợi đại dương đại chi ruột sợi dương đại chi ruột chứ bà hay tông tại sập ram ngày bà tại sập ram ngàyឡើងទៅបាទរហូតដល់ស្រូវដង្ហើមធំបាទចិត្តចេញហើយក៏យើងមានឃើញស្រូវអាយុបាទ25ថ្ងៃទៅមួយខែហ្នឹងក៏មានឃើញមានខ្លះដែរបាទហើយនឹងស្រូវដែលវាចេញមកក៏វាអាចមានដង្កូវមួយស្លឹកផងដែរបាទហើយដង្កូវដែលដង្កូវមួយស្លឹកដែលវាពិបាកកម្ចាត់ខ្លាំងបាទនៅក្នុងដំណាក់កាលស្រូវផ្ដាច់ជីរួចបាទដង្ហើមធំហ្នឹងបាទត្រូវអាយុចាប់ពី45ថ្ងៃ50ថ្ងៃឡើងទៅហ្នឹងគឺពិបាកក្នុងការកម្ចាត់មូលហេតុគឺដោយសារតែនៅក្នុងដំណាក់កាលហ្នឹងដង្កូវមួយស្លឹកគឺផ្ដាច់ជីរួចគឺវានឹងមេអំបៅវាហើមកបាទហើយវានឹងពងដាក់ហើយបន្ទាប់មកវានឹងញាស់បាទញាស់ខ្លាចជាកូនដង្កូវបាទញាស់ខ្លាចជាកូនដង្កូវបាទវារស់នៅ20ថ្ងៃទៅ30ថ្ងៃបាទវានឹងខ្លាចទៅជាដុកឌឿហើយវានឹងវិលត្រឡប់ទៅជាមេអំបៅវិញបាទអញ្ចឹងបើសិនជាយើងឃើញមេអំបៅមកហើយបាទមេអំបៅជាប្រភេទមេអំបៅដង្កូវមួយស្លឹកបាទមេអំបៅមកហើយបាទ5ថ្ងៃទៅមួយអាទិត្យទៀតវានឹងអាចចាប់ផ្ដើមមានដង្កូវមួយស្លឹកមកហើយបាទហើយត្រូវដំណាក់កាល50ថ្ងៃគឺពិបាកកម្ចាត់ប្រភេទដង្កូវមួយស្លឹកនៅមែនតើព្រោះអីបាទនៅក្នុងដំណាក់កាលហ្នឹងស្រូវគឺវាក្រាស់វាដើមវារីកបាទដោយសារវាផើមបាទដើមវារីកហើយស្លឹកវាក៏ក្រាស់ស្លឹកវាក៏ធំដែរអញ្ចឹងធ្វើឲ្យការបាញ់ថ្នាំរបស់យើងបាទវាមិនសូវមានប្រសិទ្ធភាពល្អបាទវាលក្ខណៈស្លឹកស្រូវហើយនឹងដើមស្រូវវាជាចម្រោកវាជាខែលសម្រាប់ការពារបាទពេលយើងបាញ់ទៅមិនសូវប៉ះដង្កូវទេអញ្ចឹងធ្វើឲ្យយើងពិបាកក្នុងការកម្ចាត់ប្រភេទដង្កូវបាទហើយស្រូវអាយុមួយខែអីគឺយើងងាយបាញ់ទេដោយសារស្លឹកស្រូវវានៅស្ដើងនៅតូចនៅតូចហើយវាអត់សូវចង្អៀតដូចស្រូវអាយុធំទេបាទហើយចំពោះដង្កូវមួយស្លឹកបាទមុនដំបូងវាជាមេអំបៅនៅក្រោយពេលដែលយើងបាជីរួចបាទទាំងបាជីវគ្គ2បាជីវគ្គ3អីហ្នឹងបាទបានរយៈពេល2ទៅ3ថ្ងៃគឺមេអំបៅវាចាប់ផ្ដើមមកបាទចាប់ផ្ដើមមកហើយដោយសារស្រូវយើងវាចាប់ផ្ដើមល្អដែរបាទវាចាប់ផ្ដើមល្អមេអំបៅគឺវាចាប់ផ្ដើមមកហើយមេអំបៅតែពេលមកវាចាប់ផ្ដើមពងដាក់បាទពងដាក់នៅលើស្លឹកស្រូវរបស់យើងហ្នឹងហើយបន្ទាប់មកមេអំបៅនោះវាក៏ងាប់ហើយក្រោយពេលដែលវាពងហើយគឺវាងាប់ហើយមេអំបៅហ្នឹងបាទគឺវាងាប់ហើយអញ្ចឹងវាពងហើយបានរយៈពេល5ទៅ7ថ្ងៃបាទគឺចាប់ផ្ដើមញាស់បាទចាប់ផ្ដើមញាស់ខ្លាយជាដង្កូវបាទហើយនៅពេលដែលវាញាស់ហើយបាទវានឹងចេញមកស៊ីហើយនឹងមូលស្លឹកស្រូវរបស់យើងបាទការរស់នៅរបស់វាជាដង្កូវហ្នឹងបាទវាអាចរស់នៅបានរយៈពេល20ទៅ30ថ្ងៃបាទអញ្ចឹងវាស៊ីបានប្រហែលជាកន្លះខែបាទកន្លះខែទៅ20ថ្ងៃគឺវាស៊ីបាទវាស៊ីស្លឹកស្រូវរបស់យើងបំផ្លាញស្រូវរបស់យើងវារមូរបាទហើយស្រូវយើងនឹងពិបាកក្នុងការលូតលាស់បាទហើយបើសិនជាស្រូវនឹងក្នុងដំណាក់កាលស្រូវចេញទៀតបើសិនជាមូលខ្លាំងវាអាចនឹងចេញមិនរួចផងដែរហើយបើកាលណាវាស្រូវវាស៊ីហើយបាទវាសោះហើយធ្វើឲ្យស្លឹកស្រូវនឹងខូចនៅពេលដែលស្រូវស្លឹកស្រូវនឹងជាស្លឹកដែលតុងជ័យបាទអញ្ចឹងនៅពេលដែលវាចេញគួរមកគឺស្លឹកនឹងជាស្លឹកតុងជ័យការដាក់គ្រាប់របស់ស្រូវរបស់យើងក៏វាមិនសូវល្អដែរបាទដោយសារវាខូចស្លឹកណាតែកាលណាខូចស្លឹកគឺការដាក់ទឹកដោះរបស់យើងក៏មិនសូវល្អដែរបាទហើយបាទហើយសូម
chỉ trong cái xong trong chuyện thao đằng câu mềm bảo đằng câu một slug card lang bị chán cứ nó bị để sầu lò bà hay sầu lò nó cứ card lang coi bị để dương đã chi ruột bà cứ dương đã chi ruột bàn một ngày từ 7 ngày bà cứ chập đam xì chí chập đam lò chập đam cháy bà mềm bảo bà bị chập đam màu hay trắng nhưng xong này nó ơi cô dương cũng mai bông ôn bà bánh cà phê bà chi bà sân chia sầu bà dương nắng vì miền Han phải chụp hình cầu mù sạc năng chân như cà phê bà chi một ngày từ 7 ngày nắng cứ dương sơ ca bánh thanh nam tại đón từ bà bánh thanh nam là bay cà phê bà đằng cầu mù sạc tôi bay miền ấy cái dương bánh tới đằng bay cà phê sầu bà dương bà chia trong cái bà dương thời thải tôm ở sầu lỏ ở sầu lỏ dương dương bánh thanh nam đâm bay sầu lỏ dương mình men bánh thanh nam đâm bay sạch ở tề bà xin bác con